ក្មេងស្រីនោះបានទះកំភ្លៀងតុក្កតារបស់នាងយ៉ាងខ្លាំងមួយវិនាទីបន្ទាប់ការទះកំភ្លៀងនោះបានធ្លាក់មកលើមុខនាយកប្រតិបត្តិឯងកំពុងធ្វើអ្វីគាត់ស្រែកបន្ទាប់មកគាត់ចាប់ដៃតុក្កតានោះហើយចាប់ផ្ដើមបង្វិលវានាយកប្រតិបត្តិក៏បានលើកឡើងដោយភ្ញាក់ផ្អើលហើយចាប់ផ្ដើមបង្វិលវាតាមឈប់ខ្ញុំពិតជាមិនអាចទេគាត់ស្រែកវាបានបង្ហាញថា3ថ្ងៃមុនមិត្តល្អបំផុតរបស់ក្មេងស្រីនោះបានឲ្យតុក្កតាមួយដល់នាងដោយមើលរូបរាងដ៏គួរឲ្យស្រឡាញ់របស់តុក្កតានោះនាងមិនអាចទប់ចិត្តថាវាបានទេហើយនាយកប្រតិបត្តិដែលនៅឆ្ងាយរាប់ពាន់ម៉ាយក៏មានអារម្មណ៍ដូចគ្នាដែរដូចជាគាត់ត្រូវបានគេថាអញ្ចឹងមុនពេលគាត់អាចដឹងថាមានអ្វីកើតឡើងភាពកក់ក្ដៅភ្លាមបានរាលដាលពីពេញពណ៌របស់គាត់នាយកប្រតិបត្តិបានងាកទៅមើលសង្កែគាត់ដោយសន្និដ្ឋានជំនួយការរបស់គាត់មានចំណង់ចំណូលចិត្តមិនធម្មតាភ្លាមនោះស្ត្រីនោះបានកត់សម្គាល់ឃើញថាសម្លៀកបំពាក់របស់តុក្កតានោះបានរាលដាលហើយបានទាញវាចុះដោយចៃដន្យមួយវិនាទីបន្ទាប់នាយកប្រតិបត្តិមានអារម្មណ៍ថាខុសរបស់គាត់តាមឡើងដោយមិនអាចគ្រប់គ្រងបានស្ថានភាពនេះបានធ្វើឲ្យគាត់ភ័យស្លន់ស្លោគាត់លែងអាចរក្សាភាពស្ងប់ស្ងាត់របស់គាត់ក្នុងនាមជានាយកប្រតិបត្តិបានទៀតហើយអាចប្រកាសសម្រាប់ក្នុងកិច្ចប្រជុំយ៉ាងប្រញាប់ប្រញាល់មុនពេលរត់ចេញពីបន្ទប់សន្និសីទមុខរបស់គាត់ឡើងក្រហមដោយភាពខ្មាស់អៀនបន្សល់ទុកបន្ទប់មួយដែលពោពេញទៅដោយនាយកប្រតិបត្តិដែលមានការងឿងឆ្ងល់ដែលកំពុងផ្លាស់ប្ដូរការសម្លឹងមើលដោយញឿងឆ្ងល់នៅល្ងាចនោះក្មេងស្រីដែលដេកលើគ្រែស្រាប់តែដឹងថាតុក្កតារបស់នាងបានបាត់បង់ព្រំចារីដោយមិនអាចពន្យល់បាននាងបានរអ៊ូទមខ្លួនឯងដោយភាពច្របូកច្របល់ខណៈពេលដែលនាងលូកដៃទៅជូតវាទន្ទឹមនឹងនេះនាយកប្រតិបត្តិដែលកំពុងងូតទឹកស្រាប់តែមានអារម្មណ៍ថាដៃដែលមើលមិនឃើញកំពុងអង្អែលគាត់រឿងនេះធ្វើឲ្យគាត់ស្រែកដោយអស់សង្ឃឹមនៅក្នុងបន្ទប់ទឹកថាឈប់ប៉ះខ្ញុំទៅដោយសម្លឹងមើលតុក្កតាដែលនៅសើមក្មេងស្រីនោះព្រួយបារម្ភថាវានឹងមិនស្ងួតនៅថ្ងៃស្អែកទេដូច្នេះនាងមានការបំផុសគំនិតភ្លាមប្រើម៉ាស៊ីនសម្ងួតសក់ដើម្បីសម្ងួតវាតុក្កតានោះបានដេញតាមនាងពេលនាងងាកទៅរកម៉ាស៊ីនសម្ងួតសក់ភ្លាមអារម្មណ៍ចម្លែកនៅលើសៀវបានបាត់ទៅវិញប៉ុន្តែនៅពេលដែលក្មេងស្រីនោះត្រឡប់មកវិញជាមួយនឹងម៉ាស៊ីនសម្ងួតសក់នាងបានរកឃើញថាតុក្កតានោះដែលសើមជោគមិនត្រឹមតែស្ងួតប៉ុណ្ណោះទេថែមទាំងស្លៀកពាក់សម្លៀកបំពាក់ថ្មីទៀតផងគាត់ជួបភ្នែករបស់គាត់ដោយឆ្ងល់ថាតើគាត់កំពុងឃើញរបស់របឺអត់មិនអីទេគាត់គិតសូមឲ្យម៉ាក់មើលថាតើគូពេករបស់ឯងលោតដូចនេះឬអត់ជាមួយនោះគាត់បានដោះសម្លៀកបំពាក់តុក្កតាទាំងអស់ចេញម្ដងទៀតខណៈពេលដែលតុក្កតាមួយទៀតបានមកគេនាយកប្រតិបត្តិរូបនេះត្រូវបានដោះសម្លៀកបំពាក់ចេញភ្លាមបន្ទាប់មកមានអារម្មណ៍ថាមាននរណាម្នាក់ប៉ះគូរបស់គាត់នៅថ្ងៃបន្ទាប់នាយកប្រតិបត្តិរូបនេះបានបង្ខំខ្លួនឯងឲ្យមកក្រុមហ៊ុនជំនួយការរបស់គាត់បានប្រញាប់ប្រញាល់ទៅមុខជាមួយទូរស័ព្ទរបស់គាត់ភ្លាមនៅពេលដែលគាត់បានឃើញគាត់កំពុងនិយាយទូរស័ព្ទម្ដាយរបស់នាយកប្រតិបត្តិបានចូលលើកៅអីកាន់ខ្សែពូមួយប្រសិនបើអ្នកមិនផ្ដល់ឲ្យខ្ញុំនៅចៅប្រុសឆាប់នេះទេខ្ញុំនឹងធ្វើការឲ្យខ្លួនឯងរហូតដល់ស្លាប់ខ្ញុំនឹងធ្វើឲ្យតែគាត់ថាអ្នកលែងមានម្ដាយទៀតហើយខណៈពេលដែលនាយកប្រតិបត្តិកំពុងជឿចាប់នៅរឿងនេះក្មេងស្រីម្នាក់បានដើរចូលទៅក្នុងការិយាល័យដើម្បីយកឯកសារមួយចំនួនភ្នែករបស់គាត់ភ្លឺឡើងភ្លាមគាត់មានអារម្មណ៍ថាឱកាសបានមកដល់នៅពេលវេលាដ៏ល្អចុះគាត់បានទាញកាត់មួយទៀតមួយចេញភ្លាមហើយប្រាប់ក្មេងស្រីនោះថាមានលុយ1លាននៅក្នុងនោះគាត់បានផ្ដល់ជូននាងនៅការនេះជាការទីតប្រសិនបើនាងទៅជាមួយគាត់ទៅពិធីជប់លៀងស្រាក្រឡុកនៅថ្ងៃបន្ទាប់ក្នុងនាមជាដៃគូរបស់គាត់ភ្នែករបស់ក្មេងស្រីនោះភ្លឺឡើងហើយនាងក៏យកព្រមភ្លាមនៅថ្ងៃបន្ទាប់បានមកដល់ពិធីជប់លៀងស្រាក្រឡុកនៅពេលដែលក្មេងស្រីនោះដើរចូលទៅក្នុងសាលពិធីជប់លៀងដោយកាន់ដៃជាមួយនាយកប្រតិបត្តិដែលនៅលីវជារៀងរហូតពួកគេបានក្លាយជាចំណុចកណ្ដាលតានៃការចាប់អារម្មណ៍ភ្លាមស្ត្រីដែលមានល្បិចកដែលធ្លាប់លួចស្រឡាញ់នាយកប្រតិបត្តិនោះជាយូរមកហើយបានមើលឈុតនេះហើយមុខរបស់នាងក៏ខ្មៅនាងមិនអនុញ្ញាតឲ្យនរណាម្នាក់លួចគាត់ឡើយនាយកប្រតិបត្តិដែលគាត់ចូលចិត្តអស់រយៈពេលជាច្រើនឆ្នាំកាន់កែវស្រាមួយកែវបានដើរទៅរកក្មេងស្រីនោះដោយក្រអឺតក្រទុំចំអកឲ្យនាងដែលញ៉ាំដូចជ្រូកព្រៃដ៏គួរឲ្យស្អប់ខ្ពើមប៉ុន្តែក្មេងស្រីនោះមិនមែនជាមនុស្សដែលនឹងថយក្រោយនោះទេខ្ញុំគិតថាអ្នកគ្រាន់តែជាសត្វកន្លាតលៀមមកដែលកំពុងយំប៉ុណ្ណោះនាងទៅវិញក្មេងស្រីដែលមានល្បិចកនោះបានបាត់បង់ការប្រុងប្រយ័ត្នភ្លាមបានលើកកែវរបស់នាងឡើងហើយទុកស្រាក្មេងស្រីនោះបានប្រតិកម្មយ៉ាងរហ័សដោយកាន់តុក្កតាកណាត់មួយនៅពីមុខនាងប៉ុន្តែដោយមិនអាចពន្យល់បានជំនួសឲ្យស្រាហូរចុះវាបានបុកក្មេងស្រីនោះនៅពេលដែលនាងព្យាយាមដកខ្លួនចេញនាយកប្រតិបត្តិដែលមានល្បិចកនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងច្បាស់ជាបានកំណត់គោលដៅក្មេងស្រីនោះហើយដូច្នេះហេតុអ្វីបានជានាងជាអ្នកដែលទីបំផុតត្រូវបានតាមខ្លួនចម្លែកណាស់ស្រាក្រហមត្រូវបានគូគងជាមួយស្រាសៀសៀវគួយប៉ុន្តែហេតុអ្វីបានជានាងជាអ្នកដែលតាមខ្លួនដោយមានការងឿងឆ្ងល់នាយកប្រតិបត្តិគ្មានជំរឿនអ្វីក្រៅពីត្រឡប់ទៅបន្ទប់របស់គាត់វិញដើម្បីដូរសម្លៀកបំពាក់ក្មេងស្រីនោះក៏កំពុងគិតចង់បោកតុក្កតានោះដែរប៉ុន្តែនៅពេលដែលនាងដាក់តុក្កតានោះនៅក្រោមម៉ាស៊ីនទឹកនាយកប្រតិបត្តិដែលកំពុងដូរសម្លៀកបំពាក់នៅក្នុងបន្ទប់របស់គាត់ក៏ស្រាប់តែសាំខ្លួននាយកប្រតិបត្តិមានការងឿងឆ្ងល់ទាំងស្រុងពេលទៅលេចមើលទឹកដែលហូរលើសម្លៀកបំពាក់របស់គាត់ហើយនឹកឃើញដល់ព្រឹត្តិការណ៍ចម្លែកជាបន្តដែលបានកើតឡើងគាត់មិនអាចទុកចិត្តមិនឲ្យឆ្ងល់ថាតើគាត់ពិតជាត្រូវបានវិញ្ញាណអាក្រក់ចូលឬអត់នៅពេលនោះក្មេងស្រីនោះបានយកម៉ាស៊ីនសម្ងួតសក់ចេញហើយផ្លុំវាទៅលើតុក្កតាភ្លាមនោះនាយកប្រតិបត្តិមានអារម្មណ៍ថាមានខ្យល់បក់ខ្លាំងមានតែពេលដែលក្មេងស្រីនោះបិទម៉ាស៊ីនសម្ងួតសក់ប៉ុណ្ណោះទើបនាយកប្រតិបត្តិបញ្ឈប់ការធ្វើទារុណកម្មនោះពេលក្មេងស្រីនោះចេញពីបន្ទប់ទឹកភ្លាមនាងបានជួបនឹងស្ត្រីមានល្បិចកដែលមកបង្កបញ្ហានាងបានព្រមានក្មេងស្រីនោះថានាងនឹងនាយកប្រតិបត្តិជាគូស្នេហ៍កាលពីកុមារភាពហើយប្រសិនបើនាងមានសតិសម្បជញ្ញៈនាងគួរតែចាក់ចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានទោះជាយ៉ាងណាក៏ដោយក្មេងស្រីនោះមិនបានជឿតតែសោះនាងសើចហើយនិយាយថាសៀវមិនអាចរស់នៅដោយគ្មាននាងបានឥឡូវនេះទេហើយថាគាត់សុខចិត្តចំណាយប្រាក់ច្រើនលើនាងជារៀងរាល់ថ្ងៃស្ត្រីមានល្បិចកដែលត្រូវបានញុះញង់ដោយពាក្យសម្ដីរបស់ក្មេងស្រីនោះបានបាត់បង់ការគ្រប់គ្រងម្ដងទៀតដោយឃើញថាក្មេងស្រីនោះស្រឡាញ់តុក្កតានេះប៉ុណ្ណានាងបានឆក់យកវាទៅក្មេងស្រីនិងស្ត្រីមានល្បិចកនោះបានតស៊ូដើម្បីវាហើយស្ត្រីមាន
ល្បិចកនោះដោយឈាបឱកាសនៃភាពច្របូកច្របល់នោះបានព្យាយាមលុញក្មេងស្រីនោះចូលទៅក្នុងអាងទឹកដើម្បីលងនាងប៉ុន្តែក្មេងស្រីនោះបានប្រតិកម្មយ៉ាងរហ័សហើយចាប់ដៃនាងដូច្នេះអ្នកទាំងពីរបានធ្លាក់ចូលទៅក្នុងអាងទឹកជាមួយគ្នានៅពេលដែលសៀវមកដល់ដោយសារជោគដល់ឆ្អឹងគាត់បានដឹងថារឿងចម្លែកដែលបានកើតឡើងចំពោះគាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះប្រកាសជាតាក់ទងនឹងតុកតានោះដោយស្ទាក់ស្ទើរគាត់បានលោតចូលទៅក្នុងអាងទឹកហើយលើកក្មេងស្រីឡើងមិនយូរប៉ុន្មានក្មេងស្រីនោះបានភ្ញាក់ឡើងនៅលើគ្រែសង្ហាគារហើយបានដឹងថាតុកតារបស់នាងបានប្រែទៅជាអាវងូតទឹកពណ៌សាហាវកំពុងសុំឲ្យម្ដាយរបស់នាងស្លៀកពាក់ឈុតដ៏សង្ហាទេ